Michael Wazowski បានឈានជើងចូលសាកលវិទ្យាល័យ BSide ដោយក្តីរំភើបជាខ្លាំងទោះបីគាត់មានរូបរាងតូចច្រឡឹងប៉ុន្តែមានមហិច្ឆតាខ្ពស់ក្នុងការក្លាយជាអ្នកបន្លាចដ៏ពូកែទីបំផុតខៀវមកដល់ហើយការខិតខំប្រឹងប្រែងនឹងជួយឲ្យខៀវសម្រេចក្តីស្រមៃនៅទីនេះគាត់បានដើរចូលខ្លងទ្វារដោយភាពជឿជាក់ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងថ្មីៗក្នុងថ្នាក់បន្លាច Michael កំពុងខំកត់ត្រាមេរៀនរំពេចនោះ Sally ដើរចូលមកទាំងយឺតយ៉ាវនិងអំនួតឯណាសិភៅអ្នកការយឺតយ៉ាវធ្វើឲ្យខកខានមេរៀនខ្ញុំមិនត្រូវការវាទេត្រូវកោ Sullivan ខ្លាំងទីកំណត់ Michael ហួចចិត្តនឹងភាពជឿជាក់របស់ Sally ក្នុងជំនួបដំបូងនៅសាកលវិទ្យាល័យ BSide នេះការប្រកួតប្រជែងរវាង Michael និង Sully កាន់តែក្តៅគគុកនៅថ្នាក់បន្លាចការបន្លាចដែលល្អត្រូវតែប្រើបច្ចេកទេសនិងចិត្តវិទ្យាឲ្យបានត្រឹមត្រូវបំផុតមិនមែនទេកម្លាំងនិងសម្លេងក្រហមដ៏ខ្លាំងទើបជាអ្វីដែលសំខាន់ Michael បានបដិញ្ញាចិត្តរៀនសូត្រយ៉ាងខ្លាំងដើម្បីយកឈ្នះលើអំនួតនិងទេពកោសល្យពីកំណើតរបស់ Sully ឲ្យបានយប់ជ្រៅ Michael កំពុងខំរៀនក្នុងបណ្ណាល័យខ្ញុំត្រូវទៅយល់ឲ្យច្បាស់ពីវិធីបន្លាច Sully ដើរចូលមកឌឺដងឲ្យ Michael រូបរាងបែបនេះតើក្មេងណាខ្លាចទៅចាំមើលខ្ញុំនឹងខ្លាំងជាងអ្នកដែលរកក្រោមស្រមោលឪពុក Sully ស្ងាត់មាត់ព្រោះសម្ដីនោះបានចាក់ដោតបេះដូងគេយ៉ាងខ្លាំងថ្ងៃប្រឡងមកដល់ព្រឹត្តិបរិស Scrabble បានពិនិត្យយ៉ាងតឹងរឹងអ្នកដែលមិនមានសមត្ថភាពបំភ័យតរីបណ្ដេញចេញឃ្លាមគ្រាន់តែក្រហើមឲ្យខ្លាំងទៅ Sully ប៉ុន្តែ Michael មិនគួរឲ្យខ្លាចចំណែក Sully ក៏បរាជ័យដែរអ្នកទាំងពីរមិនសមជាអ្នកបន្លាចទេចូលចាក់ចេញទៅក្តីស្រមៃរបស់ពួកគេទៅរលាយបាត់ទាំងស្រុង Michael និង Sully ចង់ត្រឡប់ទៅរៀនផ្នែកបន្លាចវិញយើងត្រូវឈ្នះការប្រកួត Scare Games ដើម្បីចូលរៀនវិញពួកគេបានចូលរួមជាមួយក្រុម Usma Kappa ដែលមើលទៅមិនសូវគួរឲ្យខ្លាចនេះជាជម្រើសតែមួយគត់តែយើងមានពួកគេក៏ចាប់ផ្ដើមហ្វឹកហាត់រួមគ្នាដើម្បីសម្រេចក្តីសុបិនការហ្វឹកហាត់ក្រុម Usma Kappa ចាប់ផ្ដើមយ៉ាងតឹងរឹងនៅផ្ទះចាស់មួយយកចិត្តទុកដាក់ការបន្លាចគឺជាសិល្បៈ Sully លោកត្រូវប្រើខួរក្បាលក្រុមទាំងមូលចាប់ផ្ដើមមានការវិវត្តរីកចម្រើនយ៉ាងខ្លាំង Michael និង Sully ក៏ចាប់ផ្ដើមយល់ចិត្តគ្នាជាលើកដំបូងដើម្បីគោលដៅរួមយើងមិនគ្រាន់តែចូលរួមប្រកួតនោះទេគឺយើងត្រូវតែឈ្នះឲ្យបានក្នុងប្រកួត Scare Games ក្រុម Michael និង Sully ត្រូវឆ្លងកាត់រូងភ្នំជាតិពុលប្រយ័ត្នដើរតាមខ្ញុំ Michael រងរបួសតែ Sully បានស្ពាយមិត្តភ័ក្តិរត់ដល់ទីបញ្ចប់ពួកគេបានបន្តទៅវគ្គបន្ទាប់ដោយសំណាងយើងធ្វើបានហើយ Sully ចាប់ដើមគោរព Michael ជាអ្នកដឹកនាំដ៏អង្អែលបំផុត Michael និង Sully ឥឡូវជាដៃគូឆ្នាំបំផុតតើឯងរួចរាល់សម្រាប់ថ្ងៃនេះទេជានេះសម្រាប់មិត្តសម្រេងទោះមានអ្នកច្រណែនក៏ពួកគេមិនខ្វល់ដែរអរគុណដែលជឿជាក់លើផែនការខៀវអរគុណដែលមិនបោះបង់ឈ្នះមិត្តភាពពិតរបស់ពួកគេបានផ្លាស់ប្ដូរពិភពលោក BSide និងនាំមកនូវជោគជ័យដ៏អស្ចារ្យបំផុតច្រើនឆ្នាំកន្លងផុតទៅ Michael និង Sully បានក្លាយជាវីរបុរសមិនត្រឹមតែក្នុងក្រុមហ៊ុនប៉ុណ្ណោះទេប៉ុន្តែសម្រាប់ BSide ចំនួនក្រោយផងដែរជួនកាលរឿងដែលពិបាកបំផុតគឺជាអ្វីដែលនាំយើងទៅកាន់រឿងដែលល្អបំផុតឯងនិយាយត្រូវ Michael សូម្បីតែការត្រូវដេញចេញពីសាលាក៏ជារឿងល្អដែរព្រោះវាធ្វើឲ្យយើងជួបគ្នាពិតប្រាកដពួកគេបានត្រឡប់ទៅលេងសាកលវិទ្យាល័យ BSide និងនាមជាវាគ្មិនកិត្តិយស Dean Hat Scrabble បានស្វាគមន៍ពួកគេដោយមោទនភាពពិភពលោកត្រូវការ BSide ដូចជាអ្នកទាំងពីរអ្នកដែលហ៊ានខុសពីគេ Michael បានមើលទៅនិស្សិតថ្មីដែលមានភ្នែកពោពេញដោយក្តីសង្ឃឹមដូចជាគាត់កាលពីមុនចឹងកុំអោយអ្នកណាម្នាក់ប្រាប់អ្នកតាអ្នកមិនអាចធ្វើបានប្រសិនបើអ្នកមានចំណេះដឹងនិងមានមិត្តល្អនៅក្បែរគ្មានអ្វីដែលមិនអាចទៅរួចនោះទេ Sully ងក់ក្បាលយល់ស្របពួកគេបានឈរនៅមុខអគារបន្លាចជាកន្លែងដែលរឿងរ៉ាវទាំងអស់បានចាប់ផ្ដើមទៅមុខទៀតទេ Michael ទៅមុខជានិច Sully រឿងរ៉ាវរបស់ Michael និង Sully ជាសក្ខីភាពមួយនៃកម្លាំងនៃមិត្តភាពនិងការតាំងចិត្តទោះបីជាពួកគេចាប់ផ្ដើមដោយមិនជួនចិត្តគ្នាក៏ដោយប៉ុន្តែពួកគេបានបញ្ចប់ដោយការជាបងប្អូននឹងគ្នាក៏មួយជីវិតក្នុងរាត្រីដ៏ស្ងប់ស្ងាត់មួយ Michael និង Sully អង្គុយលើដំបូលអគារ Monster Inc សម្លឹងមើលតូបកាយលើមេឃ Sully តើឯងធ្លាប់គិតអីថាបើយើងមិនបានជួបគ្នានៅថ្នាក់បន្លែក101តើយើងនឹងទៅជាយ៉ាងណាខ្ញុំប្រហែលជានៅតែជាប៊ីសាកអំនួតម្នាក់ដែលគ្មានមិត្តភ័ក្តិពិតប្រាកដចុះឯងវិញខ្ញុំប្រហែលជានៅតែព្យាយាមបន្លាយក្មេងតាមសៀវភៅហើយបរាជ័យរហូតអ្នកទាំងពីរបានសើចរួមគ្នាខ្យល់ត្រជាក់បក់មកយ៉ាងស្រទន់យើងគឺជាផុសតាងដែលថាភាពខុសគ្នាគឺជាភាពខ្លាំងពិតមែនហើយ Michael ឯងគឺជាភ្នែករបស់ខ្ញុំហើយខ្ញុំគឺជាដៃជើងរបស់ឯងពួកគេដឹងថាដំណើរជីវិតនៅតែមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវជួបប្រទះប៉ុន្តែដរាបណាពួកគេនៅជាមួយគ្នាពួកគេមិនខ្លាចអ្វីទាំងអស់តោះទើសម្រាប់ទើមិត្តសម្លាញ់ថ្ងៃស្អែកមានការងារច្រើនទៀតដែលត្រូវធ្វើរាត្រីសួស្ដី Michael រាត្រីសួស្ដី Sully ពន្លឺភ្លើងក្នុងក្រុមហ៊ុនបានរលត់ទៅម្ដងមួយ
បន្សល់ទុកតែភាពស្ងប់ស្ងាត់និងមិត្តភ័ក្តិដ៏អស្ចារ្យដែលនឹងស្ថិតស្ថេរជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្រនៃពិភពปีศาจ